សួស្តីអ្នកទាំងអស់គ្នានៅពេលនេះយើងធ្វើទឹកប្រទាលកន្ទុយក្រពើធម្មជាតិបាទអញ្ចឹងអ្វីដែលយើងត្រូវមាននោះគឺមានប្រទាលកន្ទុយក្រពើដែលយើងចិតឲ្យបានស្អាតទៅហើយជាមួយស្ករសហើយស្លឹកតើយយើងធ្វើការដាំទឹកហើយយើងធ្វើការដាក់ប្រទាលយើងទៅបាទបើយើងមានផ្លែមៀនយើងអាចដាក់ផ្លែមៀនចូលបន្តិចទៅបាទហើយយើងដាក់មកពុះបាទរយៈពេលបាទខ្ទង់5នាទី10នាទីទៅយើងអាចទុកឲ្យត្រជាក់យើងដាក់ចូលដបទៅក្លាសេបានហើយបាទបាទអញ្ចឹងជាដំបូងហ្នឹងគឺយើងធ្វើការចិតប្រទាលយើងឲ្យបានស្អាតបាទទៅបាទយើងចិតឲ្យលាងទឹកច្រើនដងឲ្យស្អាតហើយយើងចិតធ្វើជាចិតឲ្យទូចធំណាស់បងប្អូនអើយក៏ឌុកវ៉ាវអ្នកគល់វាឡើងធំបាទនេះបងប្អូនលាងស្អាតហើយគឺសបែបនេះយើងលាងវាឲ្យស្អាតឲ្យថ្លាមកអូខេតើមកយើងហាន់វាទូចយើងធ្វើការចិតវាទូចហើយបន្តិចទៀតយើងធ្វើការដាក់ស្ងោរបាទមានប្រទាលយើងគឺល្អខ្លាំងណាស់ហើយបាទឥឡូវនេះយើងធ្វើការមកបេះស្លឹកតយនេះគឺដើមស្លឹកតយរបស់យើងបាទមកឥឡូវនេះយើងធ្វើការមកកាត់ភ្លើងបន្តិចទៀតយើងនឹងដាក់ឆ្នាំងបើជីមកពីខាងអាស្ពារអាកាសគេទៅធ្វើស្ពានមកដល់ចូលតែមួយណាដល់លុយអានេះបាទបន្ទាប់ពីទឹកពុះហើយយើងដាក់បាទបន្ទាប់ពីយើងដាក់ចិត្តយើងចិត្តឲ្យស្អាតហើយយើងឥឡូវនេះយើងដាំទឹកឲ្យពុះហើយយើងដាក់ស្ករសហើយនឹងស្លឹកតើយចូលបាទជាមួយគ្នាទៅយើងដាក់ឲ្យពុះមួយសន្ទុះទៅពេលដែលឆ្អិនយើងអាចដកចេញដាក់ឲ្យត្រជាក់បានបាទបាទបន្ទាប់ពីត្រជាក់ហើយយើងអាចដួសដាក់ដបដាក់ក្លាសេអាចញ៉ាំជុំគ្រួសារឬក៏ដាក់លក់បានហើយបាទ